แอปดับประมวยระบบไทยไอคอฮาหมกดอซิมเรียบบานได้หรือตีนี่คือดินใจอมปีจมไงระบบแอปดับประมวยได้ไอคอฮาบานจิมนุนทงสังระบบวีแต่ไอคอฮาบานจมไงประมาณกิโลเมตรหนึ่งเตยบอไซค์ขนมวิดีโอมือนี้อมปีสมาร์ทเพียบโครงการข้อฮาระบบวีสมเช่นในวิดีโอมือนี้สำคัญเหมือนเต้นโครงการโยดังในเรื่องราวในปรมีนมวยนี้ตีมวยจมไงระบบแอปดับประมวยระบบไทยให้ปฏิบัติการแอปดับประมวย A/B ในแอปดับประมวย C/D Fighting Falcons แต่แอปดับประมวยไอคอฮาบานจมไงประมาณคือใช้ในเลยอินเทอร์เน็ตตุกระบบวีเบือนฮอฮาหนึ่งประเภทเป็นสกกรรมក្នុងปฏิบัติការយោធាធម្មតាឲ្យគ្មានធុងសាំងបន្ថែមជាថោះនេះអាចហោះហើរបានក្នុងរយៈនៃការប្រយុទ្ធឬក៏កម្មនៃការប្រយុទ្ធប្រហែលជា500ទៅ550គីឡូម៉ែត្រកម្មប្រយុទ្ធគឺមានន័យថារង្វង់នៃការប្រយុទ្ធរបស់វារង្វង់នៃការប្រយុទ្ធរបស់វាដើម្បីឲ្យវាអាចត្រឡប់ទៅកាន់មូលដ្ឋានរបស់វាវិញបាននេះគឺមានន័យថាវាអាចហោះហើរទៅកាន់គោលដៅមួយធ្វើបេសកកម្មនិងត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាពចម្ងាយនេះគឺជាចម្ងាយជាក់ស្ដែងបំផុតសម្រាប់បេសកកម្មនៃការប្រយុទ្ធប្រកបចម្ងាយអតិបរមារបស់វានៅពេលដែល F16 មិនបានប្រយុទ្ធពីគ្រាន់តែផ្លាស់ទីទៅមូលដ្ឋានអាកាសមួយទៅមូលដ្ឋានអាកាសមួយទៀតវាអាចហោះបានចម្ងាយឆ្ងាយជាងនេះជាមួយនឹងពេជ្រអ៊ីនធឺណិតខាងក្នុងតែប៉ុណ្ណោះចម្ងាយរបស់វាគឺ2200គីឡូម៉ែត្រនៅពេលបំពាក់ជួយធុងសាំងបន្ថែមអ៊ីនធឺណិតខាងក្រៅចម្ងាយគឺកើនឡើងប្រហែលជា3800ទៅ4200គីឡូម៉ែត្រនេះត្រូវបានគេហៅថា Furry Range ហើយត្រូវបានគេប្រើប្រាស់សម្រាប់ការផ្លាស់ទីប្រូទីតាំងតែប៉ុណ្ណោះក្នុងរបៀបនេះ F16 គ្មានអាវុធធ្ងន់បំពាក់នោះទេត្រូវហោះហើរក្នុងល្បឿនយឺតនិងខ្ពស់ហើយមិនអាចប្រយុទ្ធបាននោះទេចម្ងាយបេសកកម្មប្រយុទ្ធសម្រាប់ការវាយប្រហារពិតប្រាកដឬបេសកកម្មប្រយុទ្ធតាមអាកាសចម្ងាយដែននៃឯកហោះហើរគឺខ្លីជាងនេះបេសកកម្មប្រយុទ្ធធម្មតារួមមានការហោះហើរទៅកាន់គោលដៅដែលក្របបែកឬមើងស៊ីលធ្វើសម្ពយុទ្ធក្នុងល្បឿនលឿននិងត្រឡប់ទៅមូលដ្ឋានវិញដោយសារតែរង្វង់នៃការប្រយុទ្ធពិតប្រាកដរបស់វាគឺ400ទៅ550គីឡូម៉ែត្របើសិនបើគោលដៅនោះនៅឆ្ងាយជាងនេះ F16 នឹងត្រូវចាក់ប្រេងពាក់កណ្ដាលអាកាសឬមានមូលដ្ឋានចាក់ប្រេងនៅក្បែរនោះដើម្បីឲ្យវាអាចចោះចតក្នុងការចាក់ប្រេងបន្ថែមទី4តើយន្តហោះ F16 របស់ថៃអាចផ្ដល់កម្ពុជាដែរឬទេគឺត្រឹមត្រូវចម្ងាយរបស់យន្តហោះ F16 របស់ថៃអាចផ្ដល់កម្ពុជាបានយ៉ាងងាយចម្ងាយពីបាងកកទៅភ្នំពេញគឺប្រហែលជា530គីឡូម៉ែត្រខណៈពេលដែលពីភាគខាងកើតប្រទេសថៃទៅភ្នំពេញមានចម្ងាយប្រហែលជា300ទៅ400គីឡូម៉ែត្រចម្ងាយនេះស្ថិតនៅក្នុងចម្ងាយក្នុងកម្មប្រយុទ្ធរបស់ F16 ទោះជាយ៉ាងណាក៏ដោយចម្ងាយប្រយុទ្ធមួយនេះមិនអាចឲ្យយន្តហោះនេះប្រយុទ្ធឲ្យសេរីបាននោះទេពីព្រោះមានប្រព័ន្ធការពារដែនអាកាសការចាប់រ៉ាដានិងផលវិបាកផ្នែកនយោបាយទាំងអស់ដើរតួនាទីសំខាន់រួមគ្នាហើយមួយទៀត F16 របស់ថៃពីមូលដ្ឋានទ័ព Wing 1 នៅកូរ៉ាតនៅក្នុងខេត្តនគររាជសីមាអាចឈានមកដល់សៀមរាបបានក្នុងប្រទេសកម្ពុជាតាមរយៈចម្ងាយហោះហើរមូលដ្ឋានទ័ពអាកាស Wing 1 មានទីតាំងនៅខេត្តនគររាជសីមាភាគខាងកើតនៃប្រទេសថៃចម្ងាយផ្លូវត្រង់ពី Wing 1 ទៅខេត្តសៀមរាបប្រហែលជាមានចម្ងាយ300ទៅ350គីឡូម៉ែត្រចម្ងាយនេះគឺល្អក្នុងចម្ងាយប្រយុទ្ធធម្មតានៃ F16 ក្នុងបេសកកម្មប្រយុទ្ធពិតប្រាកដ F16 របស់ថៃមានកម្មប្រយុទ្ធប្រហែលជា400ទៅ550គីឡូម៉ែត្រនេះគឺមានន័យថាហោះហើរចេញពី Wing 1 ទៅកាន់ខេត្តសៀមរាបគឺវាអាចបំពេញបេសកកម្មហើយត្រឡប់មកវិញបានដោយសន្តិភាពដោយមិនចាំបាច់ចាក់សាំងលើអាកាសបន្ថែមក្នុងន័យសាមញ្ញចម្ងាយមិនមែនជាបញ្ហានោះទេដូច្នេះហើយ F16 គឺគ្មានបញ្ហានោះទេក្នុងចម្ងាយមួយនេះទោះជាណាក៏ដោយការឈានមកដល់ខេត្តសៀមរាបនេះវាមិនមានន័យថាវាអាចវាយប្រហារដោយសេរីបាននោះទេប្រព័ន្ធការពារដែនអាកាសការចាប់រ៉ាដាច្បាប់បេសកកម្មនិងផលវិបាកនយោបាយប៉ះពាល់យ៉ាងខ្លាំងទៅលើអ្វីដែលយន្តហោះអាចធ្វើបានពិតប្រាកដទី5តែអ្វីកំណត់ចម្ងាយរបស់ F16 មានកត្តាជាច្រើនដែលធ្វើ F16 មានអាចហោះហើរបានឆ្ងាយការបំពាក់អាវុធធុនធ្ងន់ធ្វើឲ្យចម្ងាយចុះខ្សោយការហោះហើរក្នុងល្បឿនលឿន Supersonic គឺធ្វើឲ្យអ៊ីនធឺណិតដុតយ៉ាងលឿនសម្ពាធយុទ្ធអាកាសមានការបត់បែនខ្លាំងការប្រយុទ្ធគឺស៊ីប្រេងខ្លាំងដូចគ្នាអ្នកបើកបរយន្តហោះត្រូវរក្សាទុកប្រេងបម្រុងសម្រាប់ការចោះចតប្រកបដោយសន្តិភាពលើសពីនេះការការពារដែនអាកាសរបស់សត្រូវអាចបង្ខំឲ្យយន្តហោះអាចហោះហើរទាបឬគេចចេញដែលប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើនបើ F16 បំពាក់អ៊ីនធឺណិតខាងក្រៅរបស់វាគឺអាចធ្វើដំណើរប្រហែលជា4000គីឡូម៉ែត្រនៅពេលដែលមានប្រយុទ្ធហើយម្ដងទៀតចម្ងាយប្រយុទ្ធធម្មតារបស់វានៃរង្វង់នៃការប្រយុទ្ធឬក៏កម្មប្រយុទ្ធចម្ងាយប្រហែលជា500គីឡូម៉ែត្រហើយក្នុងកំឡុងពេលប្រយុទ្ធធុនធ្ងន់ឬការហោះហើរល្បឿនលឿនចម្ងាយរបស់វាកាន់តែខ្លីដូចគ្នាដែរ F16 របស់ថៃអាចផ្ដល់ប្រទេសជិតខាងយ៉ាងងាយស្រួលប៉ុន្តែសមត្ថភាពក្នុងការប្រយុទ្ធពិតប្រាកដគឺអាស្រ័យទៅលើការការពារដែនអាកាសរ៉ាដាផែនការបេសកកម្មនិងយុទ្ធសាស្ត្រមិនមែនជាចម្ងាយនោះទេនៅក្រោមច្បាប់អន្តរជាតិថាចម្បាំងមិនអាចប្រើប្រាស់ដោយសេរីប្រឆាំងនឹងជនស៊ីវិលបាននោះទេច្បាប់សំខាន់គឺបានមកពីច្បាប់មនុស្សធម៌អន្តរជាតិ International Humanitarian Law ដែលអនុវត្តចំពោះប្រទេសទាំងអស់រួមទាំងប្រទេសថៃផងដែរច្បាប់នេះមានគោលបំណងក្នុងការការពារជនស៊ីវិលក្នុងកំឡុងពេលមានជម្លោះណាមួយទី1ច្បាប់មានការបែងចែកកងកម្លាំងយោធាត្រូវបែងចែកជនស៊ីវិលយ៉ាងច្បាស់អំពីគោលដៅយោធាជនស៊ីវិលមានផ្ទះសម្បែងសាលារៀនមន្ទីរពេទ្យវត្តអារាមនិងផ្សារមិនត្រូវកំណត់គោលដៅឡើយហើយបើជាថាចម្បាំងទម្លាក់ក្របបែកលើជនស៊ីវិលដោយចេតនានោះគឺជារឿងខុសច្បាប់ទាំងស្រុងទី2
មានច្បាប់នៃសមាមាត្រសម្បីតែពេលវាយប្រហារគោលដៅយោធាពិតប្រាកដក៏ដោយការវាយប្រហារមិនត្រូវបានអនុញ្ញាតនោះទេសិនបើបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលបើប្រៀបធៀបនឹងផលប្រយោជន៍យោធាការប្រើប្រាស់គ្រាប់បែកធំៗក្នុងតំបន់ជនស៊ីវិលដែលមានមនុស្សកកកុញជាធម្មតាគឺខុសច្បាប់កម្លាំងនៃការវាយប្រហារគឺដើម្បីប្រើសម្រាប់សម្រេចនូវគោលបំណងយោធាស្របច្បាប់តែប៉ុណ្ណោះការទម្លាក់គ្រាប់បែកមកជនស៊ីវិលដើម្បីបំផ្លិចបំផ្លាញអតតកម្មឬផ្ញើសារនយោបាយត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងក្រោមច្បាប់អន្តរជាតិទី4មានកាតព្វកិច្ចយ៉ាងប្រុងប្រយ័ត្នអ្នកបើកបរនិងមេបញ្ជាការត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យសមហេតុសមផលដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលដូចជាការជ្រើសរើសអាវុធត្រឹមត្រូវពេលវេលាត្រឹមត្រូវឬលុបចោលការវាយប្រហារប្រសិទ្ធជនស៊ីវិលប្រឈមនឹងហានិភ័យការទម្លាក់គ្រាប់បែកលើជនស៊ីវិលអាចជាកតកម្មសង្គ្រាមទំនួលខុសត្រូវអាចធ្លាក់ទៅលើអាកាសយានិកមេបញ្ជាការនិងរដ្ឋបាលប្រទេសនោះអាចប្រឈមមុខនឹងការថ្កោលទោសអន្តរជាតិការដាក់ទណ្ឌកម្មឬចំណាត់ការតាមផ្លូវច្បាប់និយាយឲ្យសាមញ្ញទៅច្បាប់អន្តរជាតិគឺហាមមិនឲ្យច្បាំងទម្លាក់គ្រាប់បែកលើជនស៊ីវិលមិនថាប្រទេសណានោះទេបើជាប់ពាក់ព័ន្ធនឹងរឿងនោះគឺ